Wow, look at this. Yes. អូខេខ្ញុំចាប់ឆាតាមម្ដងបាទអូខេខ្ញុំចាំរូបនេះគឺរូបរបស់មេតរតនាណាបាទឈ្មោះមេតរតនាអញ្ចឹងខ្ញុំនឹងធ្វើការ like មួយហើយនឹង comment ថាពាក្យថាដាន់ដើម្បីឲ្យដឹងថាខ្ញុំបានធ្វើ review រូបនេះហើយដោយសាររូបច្រើនពេកជាទូទៅគឺខ្ញុំតែងតែនិយាយពីអ្វីដែលល្អហើយនឹងអ្វីដែលខ្វះខាតហើយនឹងគួរតែកែប្រែចឹងទីមួយតេតងទៅនឹងរូបគាត់ល្អបាទតេតងទៅនឹងពលឺបាទពលឺនេះគឺគាត់បាន control ពលឺគាត់ថតដូច HDR ចឹងបាទអញ្ចឹងកន្លែង shadow កន្លែងអីហ្នឹងគឺកន្លែងស្មៅហ្នឹងគឺក៏ភ្លឺដែរឃើញទេបងប្អូនហើយកន្លែងមេឃនេះក៏ភ្លឺដែរហើយអត់ឆេះហើយប៉ុណ្នេះគាត់ចេញមកមាន flare រូបជាផ្កាយរបស់ព្រះអាទិត្យទៀតអញ្ចឹងនៅចិត្តនេះគឺអត់ឆេះទេបាទមេឃថ្ងៃលិចថ្ងៃរះនេះគឺស្អាតមែនតើបាទអញ្ចឹងវាមានពណ៌មាសបាទថូនក៏ល្អដែរអញ្ចឹងគាត់មានគាត់ control ភ្លឺបានល្អថូនក៏គាត់ស្អាតស៊ីជាមួយថ្ងៃលិចឬថ្ងៃរះបាទអញ្ចឹងហើយគាត់មាន frame បាទគាត់ frame នេះគឺពពកសងខាងពាត់មកបាទមកដុំមួយភ័យនេះបាទពាត់ថ្ងៃលិចឬក៏ថ្ងៃរះហ្នឹងតែម្ដងបាទអញ្ចឹងគឺចំណុចល្អរបស់គាត់អញ្ចឹងតើតើទៅនឹងចំណុចខ្វះខាតរបស់គាត់អញ្ចឹងខ្វះខាតរបស់គាត់ទី1តើតើទៅនឹងយើងមើលថ្ងៃយើងអត់កដាលទេអញ្ចឹងឧទាហរណ៍ខ្ញុំក្របឲ្យមើលថ្ងៃអត់កដាលទេគឺស្ទើរកដាលស្ទើរនេះតែម្ដងបាទឃើញទេខ្ញុំដាក់ចាំមកឃើញស្ទើរទេបាទស្ទើរកដាលនេះតែម្ដងស្ទើរកដាល frame យើងតែម្ដងហើយបើសិនណាកដាលគឺបើសិនណាយើង break the rule ចេះមិនថាយើងអត់ rule of third ទេណាបាទអញ្ចឹងយើងយកទៅមិនឲ្យថ្ងៃចំចំណុចកដាលនេះតែម្ដងបាទកដាល frame យើងតែម្ដង rule of third យើងណាអញ្ចឹងគាត់ខាត់មកបន្តិចខាងនេះនឹងមិនត្រូវនឹងចំណុចខ្វះខាតទី1ទី2តកតងទៅនឹងគាត់ទុក space នេះបាទ space នេះទុកreflection image ហ្នឹងច្រើនមិនច្រើនគឺវាមើលទៅប្រហោងបាទដោយសារខាងនេះវាភ័យអញ្ចឹងបើខាងនេះទឹកដែរអត់អីទេវា balance អញ្ចឹងណាអញ្ចឹងខាងនេះវាប្រហោងអញ្ចឹងយើងគួរតែធ្វើមិនបាទអញ្ចឹងបើគាត់មានចំណុចពីរហ្នឹងដែលខ្វះខាតអញ្ចឹងយើងគួរតែហ៊ានកាត់ចោលហ៊ានកាត់ចិត្តកាត់ចោលនៅអ្វីយើងឆ្លាញ់ហ្នឹងអញ្ចឹងឧទាហរណ៍ខ្ញុំក្របឲ្យមើលបាទkalauខ្ញុំ original របស់គាត់មកខ្ញុំក្របគាត់ rule of third ណាខ្ញុំក្របជា rule of third តែម្ដងទៅបាទ1/3ណាចឹង1/3អូដោយសារគាត់មាន frame ចឹងខ្ញុំធ្វើព្រីបន្ថែមទៀតនេះបាទប៉ុណ្ណេះណាគាត់ស្ទើរនេះស្ទើរដើមនេះបើបានថ្ងៃនៅកណ្ដាលនេះហ្មងគាត់ងាកបន្តិចមកពីហ្នឹងគឺថ្ងៃចំកណ្ដាលដើមឈើហ្នឹងហ្មងអញ្ចឹងក៏ក្របរបស់យើងគឺទៅស្អាតទៀតអញ្ចឹងមួយយើងសាកក្របរបស់នេះយើងសល់តែដើមមួយឯងដោយសារយើងចង់បំបត្តិអាខោមណាយើងចង់បំបត្តិអាខោមអញ្ចឹងយើងសល់តែដើមមួយណាអញ្ចឹងវាសល់ប៉ុណ្ណេះអាហ្នឹងអ្វីដែលយើងចង់ឲ្យបាត់អាខោមហ្នឹងអញ្ចឹងគឺយើងតតែហ៊ានចំណាយកាត់ frame របស់យើងចោលតែស្ដាយបើដើមឈើនេះដល់នេះខាត់មកបន្តិចមកណានេះខាត់ឡើងនេះមកវា balance ជាមួយនឹងដើមខាងនេះស្អាតហ្មងអញ្ចឹងយើងសម្រួលបានប៉ុណ្ណេះតែវានៅតែអត់ស្អាតដូចរូបដើមទេបាទរូបដើមគេស្អាតដោយសារអីគេមានមេឃនេះវាហែកឃើញច្រើនណាបាទអញ្ចឹងរូបនេះបើសិនគាត់ខាត់តែបន្តិចមកកន្លែងនេះតិចណាឲ្យថ្ងៃម្ដងនេះគឺគាត់មាន balance អានេះផងនេះចំកណ្ដាលផងហើយយើងគាត់ងើយតិចដើម្បីផុតនេះណាងើយកាមេរ៉ាឡើងលើយក rule of third ហ្មងគឺផុតចឹងគាត់ងើយកាមេរ៉ាបន្តិចយកចឹងគាត់ងើយកាមេរ៉ាបន្តិចយក rule of third ហើយខាត់មកយកថ្ងៃកណ្ដាលគឺthe best ហ្មងបាទចឹងខ្ញុំមានប៉ុណ្ណឹងបើបងប្អូនមានអីបន្ថែមអាច comment បន្ថែមខាងក្រោមបាទអរគុណច្រើនអូខេបងប្អូនសង្ឃឹមថាខ្ញុំ review នេះហើយបងប្អូនពេញចិត្តនៅការ review របស់ខ្ញុំហើយថ្ងៃនេះខ្ញុំយករបស់បងមក review នៅកោះសីតែម្ដងបាទស្អាតណាស់ធ្វើហើយស្អាតតែអញ្ចឹងផ្លេចយក photo share ជួបគ្នាវីដេអូក្រោយ